ចំណុចមួយដោយសារមានគេលើកឡើងថាប្រទេសកម្ពុជាស្អីក៏មានដែរវត្ថុធាតុដើមដើម្បីយកទៅផលិតនិងកែច្នៃប៉ុន្តែវត្ថុធាតុដើមវានៅឆ្ងាយពីគ្នាវាអត់នៅចិត្តនេះហើយវាខ្វះការប្រមូលផ្ដុំយកទៅកន្លែងកែច្នៃដើម្បីនាំចេញអញ្ចឹងមានផ្នែកខ្លះគឺទាមទារនៅការនាំចូលវត្ថុធាតុដើមនោះមកប្រើប្រាស់ហើយការនាំចូលវាថោកជាងវា secure ជាងវាមានការដឹកជញ្ជូនហ្នឹងក៏វាល្អជាងធ្វើវាគ្រប់គ្រងទៅនឹងការផលិតក្នុងស្រុកនោះរីកចម្រើនលោកជាសុភ័ក្រយល់បែបណាដែរអំពីទំនាក់ទំនងអ្វីដែលយើងមានហើយនឹងការនាំចូលវត្ថុធាតុដើមដែលមានតម្លៃថោកខ្ញុំថាការសង្កេតនេះក៏សមស្របមួយយ៉ាងដែរបើយើងមើលឃើញជាក់ស្ដែងកត្តាដែលធ្វើឲ្យថ្លៃដើមនៃធាតុចូលថ្លៃអាចដូចលោកថាអញ្ចឹងការដាំដុះឬក៏អីដែលវត្ថុធាតុដើមទាំងអស់នឹងនៅវាឆ្ងាយពីគ្នាអញ្ចឹងវាទាមទារឲ្យមានការប្រមូលផ្ដុំហើយការប្រមូលផ្ដុំនេះត្រូវខ្ញុំយល់ថាជាផ្ទាល់ខ្លួនទេគួរតែគិតគូរនៅក្នុងកម្រិតគោលនយោបាយខ្ញុំលើកទីថាបើសិនជាគោលនយោបាយភូមិមួយផលិតផលមួយអត់ថាយើងដាំស្អីមួយនៅក្នុងម្ដុំហ្នឹងទៅអញ្ចឹងការប្រមូលផលការដឹកជញ្ជូនអីក៏វាងាយដែរវាស៊ីពេលតិចហើយវានឹងចំណាយតិចហើយកម្លាំងពលកម្មជំនាញដែលធ្វើកិច្ចការហ្នឹងក៏ប្រហែលជាងាយស្រួលដែរអាហ្នឹងទី1ទី2យើងត្រូវដោះស្រាយរឿងការដឹកជញ្ជូនហើយនឹង logistics អញ្ចឹងការដឹកជញ្ជូននៃ logistics ប្រទេសកម្ពុជាយើងត្រូវបានទូស្គាល់ថាមានតម្លៃថ្លៃជាងប្រទេសជិតខាងតែនោះឯងយើងមានគោលនយោបាយខ្ញុំចាំបានថាយើងមាន master plan logistics master plan អញ្ចឹងខ្ញុំគិតថាឲ្យតែយើងព្យាយាមដូចថាអនុវត្តឬក៏សាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងរឹងទាំងទន់ស្របតាមការចង្អុលបង្ហាញរបស់ master plan នោះវានឹងធ្វើឲ្យការតភ្ជាប់ទាំងក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងប្រទេសកម្ពុជានិងទៅតំបន់កាន់តែមានភាពដូចថាវាកាន់តែជិតគ្នាជាងមុនធ្វើឲ្យអាតម្លៃនៃ logistics ហ្នឹងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនហ្នឹងកាន់តែទាបបានន័យថាយើងមានជំរឿសច្រើនជាងមុនបើសិនជាយើងគិតថាដឹកដោយមធ្យោបាយឡានឬក៏ផ្លូវថ្នល់ហ្នឹងវាថ្លៃយើងមានជំរឿសផ្លូវទឹកឬក៏យើងមានជំរឿសផ្លូវដែកឬក៏មានជំរឿសនៃមធ្យោបាយដឹកជញ្ជូនផ្សេងៗដែលធ្វើឲ្យអ្នកដែលរកទទួលទានហ្នឹងគាត់ដឹងថាជំរឿសណាមួយវាសមស្របជាមួយនឹងប្រភេទអាជីវកម្មរបស់គាត់ហើយវាទទួលបានចង់និយាយថាថ្លៃទាបហើយពេលវេលាហ្នឹងក៏តិចទៅតាមនឹងដែរ